bộ nó này lời này cứ Facebook thôi càng update từ lời admin mua chùm nón đại miền deviceច្រើន admin សម្រាប់កាន់ page បងប្អូនហើយសម្រាប់បងប្អូនដែលប្រកបអាជីវកម្មច្បាស់ជាយល់ហើយពូយើងមាន page មួយយើងឲ្យ admin កាន់4ទៅ5 admin នោះពូបើសិនជា admin មួយមានបញ្ហា admin ផ្សេងទៀតគឺអាចគ្រប់គ្រងបានប៉ុន្តែឥឡូវនេះគឺ admin មួយចំនួនគឺវាចេះ review your login security នេះវានៅសោកគឺវា log out ចេញណាបងប្អូនហើយសម្រាប់បងប្អូនដែលជួបបញ្ហានេះបងប្អូនកុំតន់ឆ្លេឆ្លាបងប្អូនពូចំណុចនេះវាអត់មានអីជាបញ្ហាបងប្អូនយើងគ្រាន់តែចូលទៅដាក់ជា password ជាពាក្យសម្ងាត់ថ្មីព្រោះហ្នឹងមិនមែនពាក្យសម្ងាត់របស់ admin នឹងទេព្រោះនេះជាពាក្យសម្ងាត់ក្នុងការចូលទៅក្នុង page របស់យើងបងប្អូននៅពេលដែលបងប្អូនចូលដល់ចំណុចនេះបងប្អូនចាំខ្ញុំធ្វើវីដេអូឲ្យបងប្អូនមើលតែម្ដងហើយបងប្អូនចាំចូលទៅធ្វើតាមខ្ញុំមួយអាហ្នឹងសម្រាប់តែបងប្អូនជួបផ្ទាល់ទេបើសិនជាបងប្អូនផ្សេងទៀតអត់ជួបអញ្ចឹងអត់អីជាបញ្ហាទេហើយaccount វា load អញ្ចឹងគឺភាគច្រើនទៅលើបងអាជីវកម្មដែលកាន់ page ព្រោះ admin មួយយើងកាន់ page 2ទៅ3 4ទៅ5 admin ណោះអញ្ចឹង admin មួយវា log ឲ្យចេញចេះវានៅlog ឲ្យចេញចេះអត់អីបញ្ហាទេបងប្អូនចាំទស្សនាវីដេអូរបស់ខ្ញុំទៅបងប្អូននឹងយល់អញ្ចឹងកុំខាត់ពេលយូរបងប្អូនចូលទៅទស្សនាទាំងអស់គ្នាចំណុចមួយនេះបងប្អូនព្យាយាមអានកន្លែងនឹងឲ្យយល់បន្តិចណាបងប្អូនដើម្បីបងប្អូនបំពេញតាម step វានីមួយត្រូវ admin page របស់បងប្អូននឹងត្រឡប់មកដូចដើមវិញនៅកន្លែងមួយនេះបងប្អូនត្រូវមើលសុវត្ថិភាពនៃការចូលរបស់បងប្អូនណាហើយកន្លែងមួយហ្នឹងបងប្អូនត្រូវមើល device របស់បងប្អូនមានប្រមាណបើសិនជា device របស់បងប្អូនមានច្រើនបងប្អូនត្រូវបង្កើតនៅលេខសម្ងាត់ថ្មីព្រោះលេខសម្ងាត់ហ្នឹងមិនមែនលេខសម្ងាត់របស់ admin Facebook ទេណាបងប្អូនលេខសម្ងាត់តាក់ទងនឹង security lock ចូលក្នុង page បងប្អូនកន្លែងមួយនេះហើយនៅពេលណាដែលបងប្អូនអានយល់កន្លែងមួយនេះហើយបងប្អូនធ្វើការចុច get start បន្តបងប្អូនពេលបងប្អូនចុច get start ហើយវានាំយើងមកដល់ចំណុចមួយនេះហើយមកដល់កន្លែងនេះបងប្អូនចុច not now បងប្អូនកុំយកអាខាងស្ដាំបើសិនជាចុចអាខាងស្ដាំយើងស្មុគស្មាញអញ្ចឹងយើងចុចអាខាងឆ្វេងតាមខ្ញុំមកបងប្អូនយើងចុច not now មកហើយពេលដែលយើងចុច not now មកយើងនាំយើងទៅកន្លែងមួយទៀតអញ្ចឹងបងប្អូនកុំចុចខាងនេះចុចខាងឆ្វេងដៃខ្ញុំមកបងប្អូនបាទចុចកន្លែងហ្នឹងមកដល់ចំណុចមួយនេះបងប្អូនចាក់ខាងឆ្វេងដៃទៀតដើម្បីចូលទៅទំព័រដើមនេះមកដល់កន្លែងនេះគឺយើងបានទទួលដោះបានជោគជ័យហើយអញ្ចឹង account ដែលយើងជាប់ admin page ដែលប្រើការអត់បានឥឡូវយើងប្រើបានធម្មតាវិញហើយយើងចុចដានមកនេះវា load ដល់ទំព័រដើមរបស់យើងវិញអញ្ចឹងការដោះស្រាយ admin page របស់យើងគឺទទួលបានជោគជ័យហើយពីបងប្អូនកុំភ្លេចជួយចុច like follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីទាក់ទងនឹង Facebook Ad ណាបងប្អូនហើយសម្រាប់ Facebook មានបញ្ហា Facebook update អីគឺខ្ញុំតម្លាក់ចូលក្នុង account នឹងតែម្ដងបងប្អូនដើម្បីឲ្យបងប្អូនបានយល់ដឹងពីការថែទាំនិងការមើលថែទាំ Facebook ព្រោះ Facebook យើងមាន Facebook មួយ page មួយដូចជាមានតូបរបស់យើងលក់អីវ៉ាន់អញ្ចឹងបងប្អូនអាហ្នឹងសំខាន់សម្រាប់បងអាជីវកម្មអរគុណបងប្អូនអរគ្នា